រស់ម្នាក់នេះបានមើលឃាតកររំលោភសង្សាររបស់ខ្លួនឯងនៅចំពោះមុខហើយសម្លាប់យ៉ាងសាហាវឃោរឃៅប្រៃសាយជាទីបំផុតដែលសកម្មភាពដែលឃាតករបានធ្វើគឺពិតជាគួរខ្លាចខ្លាំងមែនទែនពីព្រោះដោយសារតែបន្ទាប់ពីឃាតករបានធ្វើការរំលោភរួចរាល់ឃាតករគឺបានធ្វើការសម្លាប់ទៅលើនារីជនរងគ្រោះដោយការចាក់នារីជនរងគ្រោះចំផ្នែកខាងឆ្វេងនៃសូដានដែលបានធ្វើឲ្យនាងស្លាប់បាត់បង់ជីវិតហើយបន្ទាប់ពីការបាត់បង់ជីវិតឃាតករគឺថែមទាំងបានកាត់សាកសពរបស់នារីជនរងគ្រោះជាបំណាយថែមទៀតផងដើម្បីយកបំណាយសាកសពទាំងអស់យកទៅបោះចោលនិងដុតបំផ្លាញផុសតាំងហើយអ្វីដែលហួសចិត្តបំផុតសម្រាប់រឿងក្តីហ្នឹងបរិះដែលជាសង្សាររបស់នារីជនរងគ្រោះគឺបានមើលគ្រប់សកម្មភាពដែលឃាតករបានសម្លាប់សង្សាររបស់ខ្លួនឯងយ៉ាងឃោរឃៅនៅចំពោះមុខរបស់ខ្លួនឯងតែគេគឺមិនបានជួយសង្សាររបស់ខ្លួនឯងសូម្បីតែបន្តិចហើយរួមថែមទាំងបានជួយឃាតករយកសាកសពទៅបំបិតផុសតាំងនិងបានជួយលាក់បាំងឃាតករទទួលសារភាពថាខ្លួនឯងជាឃាតករជំនឿឃាតករថែមទៀតផងចឹងបើសិនជាយើងគិតទៅចំពោះករណីហ្នឹងគឺពិតជាល្បីខ្លាំងមែនតើនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលវាបានកើតឡើងកាលពីដើមខែឧសភានៅក្នុងឆ្នាំ2020ដែលនារីជនរងគ្រោះគឺមានឈ្មោះថា Elvina អាយុ21ឆ្នាំសម្រាប់ជីវិតរបស់នាងគឺនាងបានកើតមកនៅក្នុងក្រុមគ្រួសារក្រីក្រមួយមកពីកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូនេស៊ីដោយសារតែជីវភាពក្រីក្ររបស់គ្រួសាររបស់នាងក៏បានឈប់រៀនហើយក៏បានបន្តរកការងារធ្វើដើម្បីចិញ្ចឹមជីវិតខ្លួនឯងនិងក្រុមគ្រួសាររបស់នាងនៅពេលដែលបានធ្វើការបានលុយនាងគឺតែងតែបានផ្ញើប្រាក់ទៅផ្ទះរបស់នាងជានិច្ចហើយមុនពេលដែលនាងបានស្លាប់គឺនាងបានធ្វើការជាបុគ្គលិកនៅក្នុងហាងកែសម្ផស្សមួយកន្លែងហើយនៅមុនថ្ងៃកើតហេតុដែលបានកើតឡើងចំពោះករណីឃាតកម្មហ្នឹងគឺរឿងក្តីហ្នឹងគឺបានកើតឡើងនៅក្នុងអំឡុងពេលដែល COVID-19 កំពុងតែរីករាលដាលនិងស្របពេលដែល Michael ជាសង្សាររបស់នាងបានចាក់ចេញពីពន្ធនាគារនៅក្នុងថ្ងៃទី7 ខែមេសាឆ្នាំ2020ពីបទល្មើសនៅក្នុងករណីអាភាសចំពោះ Michael នៅពេលដែលបានចាក់ចេញពីពន្ធនាគារគេក៏បានចាក់ចេញមកជាមួយនឹងមិត្តភ័ក្តិរបស់គេម្នាក់ដែរដែលគេបានស្គាល់នៅក្នុងពន្ធនាគារដែលមានឈ្មោះថា Jeffrey សម្រាប់ពួកគេទាំងពីរនាក់គឺមានអាយុ22ឆ្នាំដូចគ្នាហើយបើគិតទៅចំពោះ Michael គេគឺជាមនុស្សម្នាក់ដែលខ្លាច Jeffrey ខ្លាំងមែនតើហើយនេះគេតែងតែគោរពនិងធ្វើតាម Jeffrey ជានិច្ចមិនថា Jeffrey ឲ្យធ្វើអ្វីទេគឺគាត់តែងតែធ្វើតាមការស្នើសុំរបស់ Jeffrey មិនរុញរាឡើយដូច្នេះបន្ទាប់ពីពួកគេទាំងពីរបានចាក់ចេញពីពន្ធនាគារពួកគេទាំងពីរហ្នឹងតែងតែទៅណាមកណាជាមួយគ្នាជាញឹកញាប់រហូតមកដល់នៅក្នុងថ្ងៃកើតហេតុនៅពេលរសៀលនៅក្នុងថ្ងៃទី5 ខែឧសភាឆ្នាំ2020 Michael ក៏បានជិះម៉ូតូទៅផ្ទះរបស់ Elvina ដើម្បីឲ្យនាងជួយយកអីវ៉ាន់នៅក្នុងផ្ទះរបស់ Jeffrey នៅពេលធ្វើដំណើរទៅដល់ទីនោះភ្លាមសម្រាប់ Elvina នាងគឺមានអារម្មណ៍ថាមិនស្រួលយ៉ាងខ្លាំងនាងក៏បាននៅឈរខាងក្រោយខ្នងរបស់ Michael ពីព្រោះនាងមានការផិតភ័យជាខ្លាំងនៅពេលដែលបានឃើញ Jeffrey សម្លឹងមើលមុខរបស់នាងបូករុំជាមួយនឹងអាកប្បកិរិយាដ៏គួរខ្លាចជាខ្លាំងមិនត្រឹមតែប៉ុណ្្នឹងទេនៅក្នុងអំឡុងពេលនោះ Jeffrey គឺមិនត្រឹមតែបានធ្វើការសម្លឹងទៅលើ Elvina ទេគេក៏បានសុំនាងរួមភេទនៅចំពោះមុខ Michael ថែមទៀតផងហើយនេះអ្វីដែលបានធ្វើឲ្យ Elvina គិតនៅក្នុងអំឡុងពេលនោះគឺនាងបានគិតថា Michael ដែលជាសង្សាររបស់នាងប្រកាសជាការពារនាងចាក់ជាមិនខានចំពោះទង្វើដ៏ឆ្កួតលីលាដែល Jeffrey បានធ្វើការស្នើសុំដាក់មកលើនាងក៏តែនេះគ្រាន់តែជាការគិតរបស់នាងតែប៉ុណ្ណោះពីព្រោះដោយសារតែនាងគឺមិនត្រូវបាន Michael ជាសង្សាររបស់នាងជួយនាងឡើយដោយគេបានត្រឹមតែមើល Jeffrey ប្រើប្រាស់កម្លាំងអូសទាញ Elvina ចូលទៅក្នុងបន្ទប់ទឹកដើម្បីរំលោភនាងដោយការចាប់ពីក្បាលរបស់នាងផ្ទុកទៅនឹងជញ្ជាំងបន្ទប់ទឹករហូតដល់នាងអស់កម្លាំងមិនអាចរើរួចគេក៏បានចាប់ផ្ដើមធ្វើការរំលោភពីខាងក្រោយរបស់នាងរហូតដល់បានសម្រេចហើយគ្រប់សកម្មភាពទាំងអស់ដែល Jeffrey បានធ្វើរឿងទាំងមូលគឺស្ថិតនៅក្នុងក្រសែភ្នែករបស់ Michael ទាំងអស់តែម្ដងដែលគេបានសម្លឹងឃើញអំពើខុសខើគ្រប់យ៉ាងដែល Jeffrey បានធ្វើដាក់មកលើសង្សាររបស់ខ្លួនក្រោយមកបន្ទាប់ពី Jeffrey បានរំលោភរួចរាល់ហើយគេខ្លាចរឿងនឹងត្រូវបានបែកធ្លាយគេក៏បានយកកាំបិតចាក់ទៅផ្នែកខាងឆ្វេងនៃសដន់របស់ Elvina ដើម្បីសម្លាប់នាងចោលផ្ទាល់តែម្ដងនៅក្នុងការបំបិតផោះតាំងដូច្នេះនៅពេលដែល Jeffrey គេបានសម្លាប់ Elvina រួចរាល់គេក៏បានប្រាប់ទៅកាន់ Michael ថាសង្សាររបស់ឯងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយបើសិនជាឯងហ៊ានយករឿងហ្នឹងទៅប្រាប់នរណាផ្សេងយើងនឹងសម្លាប់ឯងថែមទៀតហើយនេះនៅពេលដែល Jeffrey ធ្វើការគំរាមទៅលើ Michael រួចរាល់គេក៏បានចាប់ផ្ដើមរៀបគម្រោងនៅក្នុងការបំបិតផោះតាំងដែលបានព្យាយាមកាត់សាកសពរបស់ Elvina ជាបំណែកដូចជាការកាត់ស្មាដៃផ្លូវនិងជង្គង់ជាកំណាត់
នៅក្នុងគោលបំណងងាយស្រួលនៅក្នុងការដឹកជញ្ជូនបំណែកសាកសពយកទៅបោះចោលក៏ប៉ុន្តែនៅពេលដែលកំពុងតែធ្វើការកាត់សាកសពកាំបិតដែលបានយកប្រើប្រាស់នៅក្នុងការកាប់ហ្នឹងវាហាក់បីដូចជាមិនមុតទាល់តែសោះចឹងហើយ Jeffrey គេក៏បានយកកាំបិតចាក់ទៅលើពោះរបស់ Elena ដែលបានធ្វើពោះវៀននិងគ្រឿងក្នុងរបស់នាងធ្លាយចេញមកខាងក្រៅយ៉ាងគួរឲ្យខ្លាចនិងគួរញញើតខ្លាំងមែនតើអ្នកទាំងអស់គ្នាសាកសម័យមើលនៅពេលដែល Jeffrey បានចាក់ទៅលើពោះហើយធ្លាយពោះវៀនចេញមកខាងក្រៅមិនដឹងថាគួរឲ្យខ្លាចខ្លាំងប៉ុណ្ណាទេគ្រាន់តែគិតក៏ខ្ញុំអត់ហ៊ានសម័យដែរអ្នកទាំងអស់គ្នាជាមួយគ្នានោះនៅក្នុងអំឡុងពេលហ្នឹង Jeffrey គេក៏បានប្រាប់ទៅកាន់ Michael ឲ្យជួយទិញសាំងឲ្យគេដើម្បីជួយដុតសាកសពផងដែរចំពោះ Michael វិញនៅពេលដែល Jeffrey បញ្ជាគេគឺអត់បានប្រកែកជាមួយនឹងការស្នើសុំរបស់ Jeffrey ឡើយពីព្រោះដោយសារតែគេខ្លាច Jeffrey សម្រាប់ខ្លួនឯងចឹងគឺមានតែយល់ព្រមធ្វើតាមការបញ្ជារបស់ Jeffrey តែប៉ុណ្ណោះក្រោយមកនៅពេលដែល Michael បានទៅទិញសាំងចំនួន2ដុតរួចរាល់ Jeffrey គេក៏បានចាប់ផ្ដើមធ្វើការដុតទៅលើបំណែកសាកសពមួយចំនួនដែលបានកាត់រួចរាល់ហើយដោយសារតែសាកសពនឹងធំពេកដូច្នេះគេគឺមិនអាចយកទៅដុតទាំងអស់បានឡើយពីព្រោះដោយសារតែអាចនឹងបែកធ្លាយត្រូវបានអ្នកជិតខាងដឹងចឹងសម្រាប់បំណែកសាកសពដែលបានកាត់មិនទាន់រួចរាល់ Jeffrey ក៏បានចាប់ផ្ដើមកាត់បន្តទៀតដើម្បីបែងចែកបំណែកសាកសពនិងយកទៅបោះចោលខ្លះចឹងហើយគេក៏បានកាត់សាកសពជាបំណែកដាក់នៅក្នុងប្រអប់กระดาษកាតុងនៅក្នុងគោលបំណងយកវាទៅបោះចោលនៅក្នុងទឹកទន្លេប៉ុន្តែអ្វីដែលជាឧបសគ្គសម្រាប់ Jeffrey ដោយសារតែសាកសពធំពេកគឺពិតជាបានធ្វើឲ្យគេនឹងចំណាយពេលជាច្រើននិងពិបាកខ្លាំងមែនតើនៅក្នុងការកាត់សាកសពដែលវាហួសពីសមត្ថភាពរបស់គេនៅក្នុងការធ្វើវាតែម្នាក់ឯងហើយនេះដោយសារតែចំណាយពេលយូរពេកមិនយូរប៉ុន្មានរឿងហ្នឹងម្ដាយរបស់ Jeffrey ដែលមានឈ្មោះថា Tuxufan ក៏បានដឹងថាកូនប្រុសរបស់គាត់បានសម្លាប់មនុស្សហើយកំពុងកាត់សាកសពនៅក្នុងអំឡុងពេលដែលគាត់បានមកលេងផ្ទះកូនប្រុសរបស់គាត់ចឹងបន្ទាប់ពីគាត់បានដឹងរឿងហ្នឹងភ្លាមគាត់គឺអត់បានយករឿងមួយហ្នឹងប្រាប់ទៅកាន់ប៉ូលីសទេដោយគាត់បានជួយលាក់បាំងកូនប្រុសរបស់គាត់ចូលរួមនៅក្នុងការជួយយកសាកសពរបស់ជនរងគ្រោះយកទៅបោះចោលចំណែក Michael ជាសង្សាររបស់នារីជនរងគ្រោះវិញគាត់គឺអត់បានទៅណាទេដែលគាត់គឺបានត្រឹមតែឈរមើលមានអារម្មណ៍ថាខុសឆ្គងនិងសោកស្ដាយនៅកន្លែងកើតហេតុដែលបានមើលឃើញពីអ្នកម្ដាយកូនកាត់សាកសពសង្សាររបស់ខ្លួនយ៉ាងខុសខើក្រោយមកមិនយូរប៉ុន្មាននៅពេលដែលពីអ្នកម្ដាយកូននឹងបានរៀបចំនឹងកាត់សាកសពដាក់នៅក្នុងប្រអប់กระดาษកាតុងរួចរាល់ Jeffrey ដែលជាឃាតករគេក៏បានទៅទិញស្កុតខ្មៅមករុំជុំវិញប្រអប់กระดาษកាតុងដែលបានដាក់សាកសពដូច្នេះនៅពេលដែលគេបានត្រឡប់មកពីទិញស្កុតនឹងវិញហើយគេបានរុំទៅលើប្រអប់กระดาษកាតុងយ៉ាងតឹងគេក៏បានហៅឡានតាក់ស៊ីនៅក្នុងគោលបំណងជាយកទៅបោះចោលក្រោយមកប្រហែលជាមួយសន្ទុះបន្ទាប់ពីហៅឡានតាក់ស៊ីក៏បានមកដល់ខាងមុខផ្ទះក៏ប៉ុន្តែអ្វីនៅក្នុងអំឡុងពេលនោះសម្រាប់ការយកសាកសពទៅបោះចោលវាហាក់បីដូចជាមិនមានភាពរលូនដោយទៅនឹងផែនការរបស់ Jeffrey ឡើយពីព្រោះដោយសារតែបន្ទាប់ពី Jeffrey រៀបនឹងលើកយកសាកសពចេញពីផ្ទះដែលបានរុំនៅក្នុងกระดาษកាតុងហ្នឹងសាកសពក៏ស្រាប់តែបានធ្លាយចេញពីกระดาษកាតុងធ្លាក់នៅក្នុងផ្ទះរីប៉ាយពេញនឹងតែម្ដងជាមួយនឹងឈាមដែលហូរចេញមកពីព្រោះដោយសារតែប្រអប់กระดาษកាតុងចាប់ផ្ដើមសើមដែលបានបណ្ដាលមកពីឈាមហូរចេញពីសាកសពនៅខាងក្នុងប្រអប់នឹងយូរពេកដូច្នេះនៅពេលដែលមានរឿងបែបហ្នឹង Jeffrey គេក៏បានផ្លាស់ប្ដូរផែនការឡើងវិញដោយគេបានលុបចោលឡានតាក់ស៊ីដែលគេបានកក់ហើយបានព្យាយាមនៅក្នុងការរើសបំណែករាងកាយសាកសពរបស់ Elena ដាក់ចូលទៅក្នុងប្រអប់กระดาษកាតុងវិញហើយយកវាទុកនៅក្នុងបន្ទប់ទទួលភ្ញៀវសិនចំណែកម្ដាយរបស់ Jeffrey ក៏បានជួយនៅក្នុងការលាងសម្អាតឈាមនៅកន្លែងដែលប្រឡាក់នឹងផងដែរហើយនេះនៅពេលដែលបានជួយសម្អាតរួចរាល់ម្ដាយរបស់ Jeffrey ក៏បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញសិនហើយវាហាក់បីដូចជាប្រឡឹងរបស់ Elena មិនសុខចិត្តយ៉ាងខ្លាំងចំពោះទង្វើដ៏ប្រៃសៃដែលពួកគេបានធ្វើដាក់មកលើខ្លួនរបស់នាងអញ្ចឹងដោយនៅក្នុងយប់នោះ Elena គឺបានទៅពន្យល់សពរបស់ពួកគេទាំងអស់ឲ្យពួកគេបានយល់ឃើញនៅហេតុការណ៍ដែលបានកើតឡើងនៅក្នុងការសម្លាប់នាងគឺបានកើតឡើងម្ដងហើយម្ដងទៀតជាមួយគ្នានោះបើយើងទៅតាមការសារភាពរបស់ Jeffrey គេបាននិយាយថាគេគឺបានយល់សពឃើញ Elena ឈរសម្លឹងមើលគេបូករួមជាមួយនឹងការចង្អុលមុខរបស់គេហើយមានកំហឹងយ៉ាងខ្លាំងដូច្នេះនៅក្នុងអំឡុងពេលនោះ Jeffrey គេក៏បានទៅដាស់ Michael ហើយបានសម្រេចចិត្តភ្លាមតែម្ដងនៅក្នុងការលើកយកបំណែកសាកសពយកទៅដុតកំទេចចោលនៅពេលដែលកំពុងតែដុតសាកសពមិនទាន់រួចរាល់ផង Michael គាត់ក៏ស្រាប់តែមានវិបត្តិសេរីជាខ្លាំងហើយនេះគាត់ក៏បានសរសេរនៅណូតមួយរៀបរាប់ថារឿងទាំងអស់គឺបានកើតឡើងដោយសារតែស្នេហា
គាត់គឺពិតជាស្រឡាញ់ Elena ខ្លាំងណាស់ដូចនេះក្រោយមកនៅពេលដែល Michael ក៏បានសរសេររួចរាល់ Michael គេក៏បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនដោយការផឹកថ្នាំបាញ់មូសក៏តែទោះបីជាយ៉ាងណាក៏ដោយសម្រាប់ការធ្វើអត្តឃាតរបស់គាត់មិនបានជោគជ័យឡើយដោយគាត់បានត្រឹមតែសម្លាប់តែប៉ុណ្ណោះពីព្រោះដោយសារតែបន្ទាប់ពីគាត់បានសម្លាប់បាត់បង់ស្មារតី Jeffrey គេក៏បានខលទៅសុំជំនួយពីម្ដាយរបស់គេឲ្យមកជួយដូច្នេះនៅពេលដែលម្ដាយរបស់គេមកទាំងយប់នៅយប់នោះម្ដាយរបស់គេក៏បានមកជួយនៅក្នុងការលើកយកបំណែកសាកសពដែលដុតមិនទាន់អស់យកទៅទុកនៅក្នុងផ្ទះវិញសិនកុំឲ្យមានគេដឹងក៏តែបើទោះបីជាយ៉ាងណាក៏ដោយចំពោះរឿងមួយហ្នឹងក៏មិនអាចលាក់បាំងចិត្តពីភ្នែករបស់អ្នកជិតខាងបានដែរបន្ទាប់ពីមានអ្នកជិតខាងម្នាក់គេបានឃើញអណ្ដាតភ្លើងចេញពីផ្ទះរបស់ Jeffrey ហើយបានឃើញម្ដាយរបស់ Jeffrey មកទាំងយប់ទៀតនោះគឺគេមានការសង្ស័យយ៉ាងខ្លាំងគេក៏បានព្យាយាមនៅក្នុងការសង្កេតមើលដែលបានធ្វើឲ្យគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុតពីព្រោះដោយសារតែគេបានឃើញម្ដាយរបស់ Jeffrey លើកប្រអប់មួយដែលពោពេញទៅដោយឈាមចូលទៅក្នុងផ្ទះដូច្នេះនៅពេលដែលគេមានការសង្ស័យបែបហ្នឹងគេក៏បានទូរស័ព្ទទៅកាន់ប៉ូលីសឲ្យមកត្រួតពិនិត្យមើលទាំងយប់តែម្ដងដែលបានធ្វើឲ្យនៅក្នុងអំឡុងពេលដែលប៉ូលីសបានចូលទៅពិនិត្យមើលគឺបានធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលពួកគេបានឃើញបំណែកសាកសពនិង Michael កំពុងតែដេកសន្លប់ហើយ Jeffrey និងម្ដាយរបស់ Jeffrey បានប្រាប់ទៅកាន់ប៉ូលីសថា Michael ជាអ្នកសម្លាប់ Elena ហើយនេះខាងប៉ូលីសពួកគេក៏បានធ្វើការនាំខ្លួនរបស់ Michael ទៅកាន់មន្ទីរពេទ្យសិនបន្ទាប់ពី Michael បានដឹងខ្លួនមកវិញ Jeffrey និងម្ដាយរបស់គេក៏បានធ្វើការគំរាមទៅលើ Michael ម្ដងទៀតឲ្យគេសារភាពទៅកាន់ខាងប៉ូលីសថាគេគឺជាឃាតករសម្លាប់ Elena និងថែមទាំងបានឲ្យ Michael សរសេរនៅกระดาษមួយសន្លឹកផងដែរដោយនៅក្នុងអត្ថន័យនៅក្នុងกระดาษហ្នឹងគឺបានសរសេរថា Michael គឺជាអ្នកសម្លាប់ Elena ពីព្រោះដោយសារតែឪពុកម្ដាយរបស់នាងមិនយល់ព្រមចំពោះតំណែងរបស់ពួកគេតែក្រោយមកបើទោះបីជា Jeffrey និងម្ដាយរបស់គេមានឧបាយកលយ៉ាងណាក៏ដោយក៏ប៉ូលីសនៅតែបានធ្វើការស៊ើបអង្កេតរឿងក្តីហ្នឹងយ៉ាងយកចិត្តទុកដាក់ដែរពីព្រោះដោយសារតែនៅក្នុងករណីហ្នឹងគឺមានចំណុចគួរឲ្យសង្ស័យជាច្រើនខ្លាំងមែនតើបូករួមជាមួយនឹងសាក្សីនិងផុសតាំងផ្សេងៗគឺគេបានឲ្យដឹងថាតាមពិតទៅ Michael គេគឺមិនមែនជាឃាតករពិតប្រាកដសម្រាប់ Elena ឡើយតែឃាតករពិតប្រាកដហ្នឹងគឺជា Jeffrey ក្រោយមកបន្ទាប់ពីបានចាប់ប្រកាន់ទៅលើ Jeffrey ថាគេគឺជាឃាតករមិនយូរប៉ុន្មានគេក៏បានយល់ព្រមសារភាពថាគេគឺជាអ្នកសម្លាប់មែនតែការសម្លាប់ហ្នឹងគេបាននិយាយថាគេគ្រាន់តែបានធ្វើទៅតាមការស្នើសុំរបស់ Michael តែប៉ុណ្ណោះដែលបានអាងថា Michael បានឲ្យគេសម្លាប់ Elena ពីព្រោះដោយសារតែ Michael ខឹងគ្រួសាររបស់ Elena មិនយល់ព្រមចំពោះតំណែងរបស់ពួកគេដូច្នេះទៅបានជាធ្វើឲ្យ Michael គាត់ពឹងគេនឹងឲ្យសម្លាប់ Elena នៅក្នុងការសងសឹកវិញហើយចំពោះការចាប់ប្រកាន់របស់ Jeffrey ទៅលើ Michael ហាក់បីដូចជាមិនមាននរណាម្នាក់ជឿលើ Jeffrey ឡើយចំណែកឯការសារភាពរបស់ Michael វិញគឺគេបាននិយាយថារឿងទាំងមូលគឺមិនដូចអ្វីដែល Jeffrey បានអាងទេពីព្រោះថានៅក្នុងគម្រោងផែនការទាំងមូលដែលបានសម្លាប់ទៅលើ Elena តាំងពីដើមដល់ចប់ Jeffrey គឺជាអ្នកធ្វើទាំងអស់តែម្ដងបន្ទាប់ពីគេបានរំលោភហើយចង់សម្លាប់នាងដើម្បីបំបត្តិផុសតាំងដូច្នេះក្រោយមកបន្ទាប់ពីបានធ្វើការស៊ើបអង្កេតខាងប៉ូលីសក៏បានកំណត់ថាទាំង Jeffrey និងម្ដាយរបស់ Jeffrey រួមជាមួយនឹង Michael គឺសុទ្ធសឹងតែត្រូវបានចាប់ខ្លួនចាប់ប្រកាន់ពីបទមនុស្សឃាតនិងបំផ្លាញសាកសពទាំងអស់អូខេចឹងជាចុងក្រោយតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះក្តីមួយហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមានមតិឬមួយក៏អ្នកទាំងអស់គ្នាមានយោបល់ផ្សេងៗតាក់ទងជាមួយនឹងរឿងក្តីហ្នឹងអ្នកទាំងអស់គ្នាអាចបញ្ចេញមតិដោយសេរីនៅខាងក្រោមវីដេអូហ្នឹងបានហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានប៉ី clear stock មួយនៅក្នុងតម្លៃ$14អ្នកទាំងអស់គ្នាអាចតំណមកខ្ញុំបានតាមលេខ Telegram 077773901ឬមួយក៏អ្នកទាំងអស់គ្នាអាច scan QR Telegram របស់ខ្ញុំនៅខាងលើឬមួយក៏អ្នកទាំងអស់គ្នាអាចតំណមកខ្ញុំបានតាម link Telegram របស់ខ្ញុំដែលខ្ញុំបានដាក់នៅខាងក្រោម description សម្រាប់ប៉ីហ្នឹងគឺសាច់ពុកទុនហើយត្រូបានទម្ងន់រហូតដល់150គីឡូសំខាន់អ្នកទាំងអស់គ្នាកេងក៏បានអ្នកទាំងអស់គ្នាយកទៅអង្គុយក៏បានធ្វើជាកៅអីក៏បានដែរចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បានអ្នកទាំងអស់គ្នាអាចតំណមកលេខ Telegram របស់ខ្ញុំផ្ទាល់បានហើយសម្រាប់ប៉ីហ្នឹងគឺអត់នៅសល់ច្រើនទេឥឡូវគឺនៅសល់តែធំចំនួន8ទេចឹងកាលមុនគឺនៅពេលដែលខ្ញុំលក់ clear stock ដំបូងគឺមាន20ជាងឥឡូវលក់ចិត្តអស់ហើយនៅសល់តែ8ប៉ីទេហើយខ្ញុំអរគុណបងមែនតើដែលក៏បានជួយ support ខ្ញុំតាមរយៈការទិញប៉ីចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ support ខ្ញុំអ្នកទាំងអស់គ្នាអាចជួយទិញប៉ីរបស់ខ្ញុំបានសំខាន់គឺតម្លៃត្រឹមតែ$14ហើយអ្នកទាំងអស់គ្នាគឺខ្ញុំ free delivery
សម្រាប់ទីតាំងរបស់អ្នកទាំងអស់គ្នានៅភ្នំពេញទៀតអញ្ចឹងកុំភ្លេចជួយទិញម្នាក់មួយផងអរគុណយើងជួបគ្នានៅវីដេអូក្រោយហើយរឿងក្តីជាច្រើនទៀតបាយបាយអ្នកទាំងអស់គ្នាយើងជួបគ្នានៅរឿងក្តីថ្មីទៀត